គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានសម្ពោធអគារការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការនៅក្នុងខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់អាដាមអ៊ុំភឿនគុណវ័នអភិបាលរងខេត្តនិងជាតំណាងអាដាមលុនលឹមថៃអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិក្នុងពិធីសម្ពោធនៅអគារថ្មីរបស់ Vision Fund នោះដែរអាដាមអ៊ុំភឿនគុណវ័នក៏បានមានប្រសាសន៍ថាផ្អែកតាមរបាយការណ៍និងលទ្ធផលជាក់ស្ដែងយើងសង្កេតឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund បានខិតខំប្រឹងប្រែងធ្វើការអនុវត្តសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សាររួមទាំងការពង្រីកបណ្ដាញសាខារបស់ខ្លួនដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យទទួលបាននូវសេវាកម្មប្រកបទៅដោយប្រសិទ្ធភាពខ្ពស់លោកស្រីតុបសុកសម្ភារអគ្គនាយកស្ដីទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ក៏បានមានប្រសាសន៍ថាដើម្បីចូលរួមចំណែកក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចក៏ដូចជាការជួយបង្កើនការងារទៅដល់ប្រជាជននៅតាមសហគមន៍ Vision Fund បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួននៅគ្រប់ខេត្តនិងក្រុងទូទាំងប្រទេសដើម្បីបានផ្ដល់ជាទុនសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតកែប្រែជីវភាពរស់នៅរបស់កូននិងក្រុមគ្រួសាររបស់ពួកគាត់គួរបញ្ជាក់ផងដែរថា Vision Fund Cambodia គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានិងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយគត់នៅប្រទេសកម្ពុជាដែលមានបណ្ដាញអន្តរជាតិចំនួន35ប្រទេសទូទាំងពិភពលោកក្រៅពីសេវាប្រាក់កម្ចី Vision Fund ក៏មានការផ្ដល់នូវសេវាហិរញ្ញវត្ថុផ្សេងទៀតដែលមានដូចជាសេវាប្រាក់បញ្ញើសន្សំសេវាផ្ទេរប្រាក់និងសេវាធានារ៉ាប់រងខ្នាតតូចតាមរយៈដៃគូជាដើមចាទស្សនិកជនជាទីគោរពសូមបន្តទទួលជ្រាបនៅព័ត៌មានសេដ្ឋកិច្ចអន្តរជាតិវិញម្ដងដែលព័ត៌មាននេះគឺតេតិន